សូមជូនជីវប្រវត្តិអតីតតារាភាពយន្តដ៏ល្បីលោកយុត្តរាឆានីនិងលោកសុវណ្ណមុនីចាសសូមជម្រាបសួរអស់លោកស្រីអ្នកនាងកញ្ញានិងពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសជាទីមេត្រីថ្ងៃនេះផងដែរនាងខ្ញុំសូមពំនាំយករឿងរ៉ាវដ៏សែនជក់ចិត្តមួយទៀតតាក់ទងទៅនឹងជីវប្រវត្តិអតីតតារាភាពយន្តដ៏ល្បីពីររូបគឺលោកយុត្តរាឆានីនិងលោកសុវណ្ណមុនីមកចែកជូនពុកម៉ែបងប្អូនបានស្ដាប់ក៏ដូចជាទស្សនាតោះចង់ដឹងរឿងរ៉ាវជក់ចិត្តយ៉ាងណាសូមជួបជាមួយនឹងការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅនាងខ្ញុំជឿជាក់ថាមហាជនខ្មែរជាច្រើនប្រកាសជាបានស្គាល់ជាក់ច្បាស់នៅអតីតតារាសម្ដែងប្រុសដ៏ល្បីឈ្មោះក្នុងអំឡុងសតវត្សទី80និង90លោកយុត្តរាឆានីនិងលោកសុវណ្ណមុនីជាក់ជាមិនខានដែលចំនួននោះលោកទាំងពីរក៏ធ្លាប់ធ្វើឲ្យនារីជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយសារតែស្នាមញញឹមនិងទឹកមុខដ៏សែនប្រឹមប្រែរបស់អ្នកទាំងពីរទន្ទឹមនឹងនេះបណ្ដាអ្នកគាំទ្ររូបលោកជាច្រើនហាក់មានការនឹករលឹកជាខ្លាំងដល់អតីតតារាសម្ដែងប្រុសទាំងនេះដោយសារតែពួកគាត់ហាក់ដកខ្លួនឆ្ងាយពីវិស័យសិល្បៈខ្មែរដោយក្នុងនោះមានម្នាក់បានចាក់ចេញឆ្ងាយទៅនៅក្រៅប្រទេសនិងម្នាក់ទៀតហាក់គ្មានអើពើពីការងារសម្ដែងឡើងវិញសោះអំពីជីវប្រវត្តិរបស់អតីតតារាសម្ដែងលោកយុត្តរាឆានីតារាសម្ដែងជើងចាស់ធ្លាប់មានប្រជាប្រិយភាពនិងទទួលបានការគាំទ្រច្រើននាអំឡុងចុងទសវត្សរ៍ឆ្នាំ80និងដើមសតវត្សរ៍ឆ្នាំ90លោកយុត្តរាឆានីបានដាច់ចិត្តទម្លាយប្រាប់ច្បាស់អំពីមូលហេតុដែលធ្វើឲ្យលោកកាន់តែឃ្លាតឆ្ងាយពីវិស័យសិល្បៈបើតាមការកត់សម្គាល់តារាសម្ដែងជើងចាស់លោកយុត្តរាឆានីគឺអំឡុងពេលប្រមាណឆ្នាំចុងក្រោយនេះលោកហាក់ដូចជាស្ងប់ស្ងាត់និងរយិលឆ្ងាយពីសិល្បៈស្ទើរតែទាំងស្រុងខណៈដែលកន្លងមកមានអ្នកគាំទ្រមួយចំនួនតែងតែសួរនាំចង់ដឹងអំពីបញ្ហានេះផងដែរប៉ុន្តែជាចម្លើយគឺត្រូវលោកយុត្តរាឆានីបញ្ជាក់ថាដោយសារតែលោកមិនចង់រងនៅគំនាបផ្លូវចិត្តណាមួយទៀតនោះទេអ្វីត្បិតតែលោកបានដកខ្លួនឆ្ងាយពីសិល្បៈក៏ពិតមែនតែលោកនៅតែនឹករលឹកដល់អនុស្សាវរីយ៍ចាស់ៗជាច្រើនជាពិសេសគ្រាដែលចូលប្រឡូកលើវិថីសិល្បៈនេះដំបូងជាក់ស្ដែងលោកយុត្តរាឆានីបានបង្ហោះរូបភាពជាច្រើនអមដោយសំណេរថាគ្រប់សកម្មភាពគ្រប់អនុស្សាវរីយ៍តែងតែនៅដិតជាប់ក្នុងអារម្មណ៍តែមិនអាចវិលត្រឡប់ទៅរកអតីតកាលដែលដូចនៅក្នុងរូបភាពនេះបានឡើយលោកយុត្តរាឆានីគឺជាអតីតតារាសម្ដែងដ៏ល្បីល្បាញមួយរូបនាអំឡុងចុងទសវត្សរ៍ឆ្នាំ80និងដើមទសវត្សរ៍ឆ្នាំ90ដែលជាតារារួមចំនួនជាមួយលោកទេពរតន៍តារ៉ូលោកយោបវណ្ណៈលោកសុវណ្ណមុនីលោកសំតារានិងលោកខៃប្រសិទ្ធជាដើមលោកយុត្តរាឆានីកាន់តែឃ្លាតឆ្ងាយខ្លាំងពីអាជីពសិល្បៈដោយងាកទៅចាប់យកមុខចំនួនណានក្នុងដៃលោកយុត្តរាឆានីធ្លាប់បានលើកឡើងថាកើតមកខ្លាចជាបុគ្គលសាធារណៈពិតជាគ្មានសេរីភាពសោះហើយរងនៅគំនាបផ្លូវចិត្តលោកអ្នកដឹងទេថាមនុស្សទូទៅចង់បានណាស់សេរីភាពតែក៏ត្រូវមានព្រំដែនវាដែរលោកថាគ្រប់ពេលវេលាមានតែយកចិត្តមនុស្សទូទៅដាក់ក្នុងបេះដូងខ្លួនឯងចំណែកមនុស្សទូទៅមិនដែលយកចិត្តយើងដាក់ក្នុងបេះដូងពួកគេទេលោកបន្ថែមទៀតថាដោយសារតែកត្តានេះហើយដែលធ្វើឲ្យលោកត្រូវបង្ខំចិត្តដកខ្លួនកាន់តែឆ្ងាយពីបុគ្គលសាធារណៈតើលោកអ្នកយល់ពីអារម្មណ៍មួយនេះទេសូមអធិស្ឋានចំពោះអ្នកដែលគាំទ្រនិងធ្លាប់បានគាំទ្រចូលសិល្បៈនៅតាំងពីឆ្នាំ1989បាទរហូតដល់ឆ្នាំ2000ជាងដំណើរការសិល្បៈក៏បានបធូរបន្ថយផ្អាករហូតដល់ផ្អាកដាច់បាទតែឥឡូវនេះហ្នឹងហើយតាមការសំណុំពរហ្នឹងហើយចាំចូលទៅវិញស្នាដៃសិល្បៈលោកយុត្តរាឆានីបានចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងនាអំឡុងឆ្នាំ1989លោកដល់អំឡុងឆ្នាំ2000ជាងលោកក៏ចាប់ផ្ដើមដកខ្លួនថយពីសិល្បៈបន្តិចម្ដងលោកយុត្តរាឆានីត្រូវបានគេស្គាល់ច្បាស់តាមរយៈការសម្ដែងក្នុងរឿងភាគនិងខ្សែភាពយន្តជាច្រើន
ក្នុងនោះខ្សែភាពយន្តល្បីៗរបស់លោករួមមានរឿងវាលផ្ដាច់និស័យរឿងនាងរំសាយសក់ឬធីតាកោះកែវរឿងខ្លែងជីវិតនិងរឿងស្នេហាចម្ប៉ាមាសជាដើមហើយក្នុងនោះលោកក៏បានសម្ដែងខារ៉ាអូខេឲ្យផលិតកម្មនានាជាច្រើនផងដែរជីវិតស្នេហាលោកយុត្តរាឆានីបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកនាងចន់ច័ន្ទលក្ខិណាដោយបន្សល់នៅដំណក់ឈាមរួមគ្នានៅកូនស្រីម្នាក់ឈ្មោះថានីចិន្តាជូលីដែលសប្តាហ៍ថ្ងៃនេះមានអាយុ18ឆ្នាំទៅហើយថ្មីនេះអ្នកទាំងពីរក៏បានធ្វើពិធីបុណ្យខួបកំណើតឲ្យកូនស្រីដែលចូលដល់វ័យ18ឆ្នាំផងដែរទោះបីជាចំណងស្នេហ៍ប្តីប្រពន្ធរវាងតារាស្រីចន់ច័ន្ទលក្ខិណានិងតារាប្រុសយុត្តរាឆានីបានបញ្ចប់ទៅច្រើនឆ្នាំហើយក្តីតែគ្រួសារនៃអ្នកទាំងពីរនៅតែបន្តរាប់អានគ្នាជាបងប្អូនហើយកូនស្រីបណ្ដោចិត្តតែមួយរបស់អតីតតារាសម្ដែងជើងចាស់គូនេះនៅតែទៅមករកគ្នាជាធម្មតាទាំងអ្នកនាងចន់ច័ន្ទលក្ខិណានិងលោកយុត្តរាឆានីសុទ្ធតែបានបង្ហោះនៅរូបភាពដែលបានថតរួមគ្នានៃអ្នកទាំង3ហើយបានពោលពាក្យខ្លីៗទៅកាន់កូនស្រីតែមានន័យជ្រាលជ្រៅខ្លាំងណាស់អ្នកនាងចន់ច័ន្ទលក្ខិណាជាម្ដាយបានរៀបរាប់ថាប៉ាម៉ាក់ស្រឡាញ់កូនជារៀងរហូតចំណែកលោកយុត្តរាឆានីវិញក៏បានសរសេររៀបរាប់ពីទំហំចិត្តស្រឡាញ់ទៅកាន់កូនស្រីបណ្ដោចិត្តតែមួយរីករាយថ្ងៃខួបកំណើតកូនស្រីបណ្ដោចិត្តប៉ាចម្រើនវ័យចូល18ឆ្នាំប៉ាជូនពរកូនស្រីជួបតែសេចក្តីសុខប្រាជ្ញាឈ្លាសវៃមានសំណាងល្អពេញមួយជីវិត Daddy Love You រូបភាពជុំគ្នា3នាក់ឪពុកម្ដាយនិងកូនស្រីធំពេញវ័យរបស់ខ្លួនត្រូវបានអ្នកគាំទ្រចូលទៅសរសើរពីរូបសម្រស់និងការចិញ្ចឹមបីបាច់កូនបានយ៉ាងល្អអ្វីដែលអ្នកគាំទ្របានកត់សម្គាល់គឺម្ចាស់ខូបថ្មីត្បិតតែ18ឆ្នាំតែស្រស់ស្អាតនិងកម្ពស់បានមិនចាញ់ឪពុកម្ដាយប៉ុន្មានឡើយហើយកាន់តែពិសេសទៀតគឺជូលីពូកែរៀបចំខ្លួនបានយ៉ាងសមរម្យគួរបញ្ជាក់ផងដែរថាកូនស្រីរបស់លោកយុត្តរាឆានីនិងអ្នកនាងចន់ច័ន្ទលក្ខិណាមានទាំងរូបសម្រស់និងទេពកោសល្យកាត់ទៅរកអ្នកម្ដាយដោយយុវវ័យរូបនេះបានបង្ហាញមុខក្នុងការថតប្រម៉ូទផលិតផលជាមួយម្ដាយជាញឹកញាប់កូនស្រីតារាសម្ដែងរូបនេះតែងតែត្រូវបានអ្នកនៅក្នុងចង្កើមសិល្បៈពោលសរសើរថាជាក្មេងស្រីសុភាពរាបសារទន់ភ្លន់និងមានចំណេះដឹងគួរឲ្យស្ងើចសរសើរគួរបញ្ជាក់ដែរថាលោកយុត្តរាឆានីនិងអ្នកនាងចន់ច័ន្ទលក្ខិណាក្រោយពីបញ្ចប់ចំណងស្នេហ៍រវាងគ្នានឹងគ្នាអ្នកទាំងពីរក៏បានសាងគ្រួសាររៀងៗខ្លួនផងដែរដោយលោកយុត្តរាឆានីបានរៀបការប្រពន្ធថ្មីឯអ្នកនាងចន់ច័ន្ទលក្ខិណាក៏មានស្វាមីថ្មីផងដែរលោកយុត្តរាឆានីនិងអ្នកនាងចន់ច័ន្ទលក្ខិណាបានបែកបាក់គ្នានៅអំឡុងខែតុលាឆ្នាំ2013លោកយុត្តរាឆានីសាងសុភមង្គលជាមួយភរិយាក្រោយយ៉ាងផ្អែមល្ហែមក្រោយបាត់មុខពីវិស័យសិល្បៈលោកយុត្តរាឆានីបានបង្ហាញពីជីវិតសាមញ្ញជាមួយនឹងគ្រួសារយ៉ាងមានភាពកក់ក្ដៅទោះបីជាមើលទៅធម្មតាក៏ពិតមែនប៉ុន្តែមានសុភមង្គលខ្លាំងណាស់យើងទៅតាមគណនី Facebook ផ្ទាល់ខ្លួនរបស់អតីតតារាសម្ដែងប្រុសរូបនេះបានបង្ហោះនូវរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយនឹងប្រពន្ធកូនរួមទាំងគ្រួសារលោកផងដែរដោយក្នុងលក្ខណៈសាមញ្ញធម្មតាប៉ុន្តែមើលទៅឃើញស្នាមញញឹមដ៏មានសុភមង្គលខ្លាំងក្នុងផ្លូវចិត្តផ្លូវអារម្មណ៍ដែលបច្ចុប្បន្ននេះលោកបានបាត់មុខឆឹងពីវិថីសិល្បៈបន្ទាប់ពីបានប្រឡូកអស់រយៈពេលជាច្រើនឆ្នាំរួចមកហើយក្រោយពីបានឃើញដូច្នេះទស្សនិកជនក៏ដូចជា fan ក៏សម្ដែងពីអារម្មណ៍ត្រេកអរចំនួនលោកពិតដែលតារាសម្ដែងជើងចាស់រូបនេះនិងក្រុមគ្រួសារមានសេចក្តីសុខនិងត្រជាក់ត្រជុំបែបនេះហើយក្រៅពីនេះពួកគេក៏បានជូនពរឲ្យលោកព្រមទាំងក្រុមគ្រួសារមានសុខភាពល្អនិងមានសុភមង្គលបែបនេះតរៀងទៅអតីតតារាសម្ដែងដ៏ល្បីលោកសុវណ្ណមុនីអតីតតារាសម្ដែងនាទសវត្សរ៍ឆ្នាំ80និង90លោកសុវណ្ណមុនីបានរំលេចនូវរូបថតនៃការសម្ដែងរបស់លោកកាលពីអតីតកាលជាមួយនឹងអារម្មណ៍នឹករលឹកទៅដល់មិត្តភ័ក្តិដែលធ្លាប់សម្ដែងរួមចំនួនជាមួយគ្នារូបភាពជាច្រើនសន្លឹកដែលអតីតតារាសម្ដែងរូបនេះបានបង្ហោះនៅតាមបណ្ដាញសង្គមក្នុងនោះមានការសម្ដែងរបស់លោកជាមួយនឹងអ្នកស្រីអំពរទេវីអ្នកស្រីពិសិដ្ឋពីលីកាអ្នកស្រីសុកស្រីមុំអ្នកស្រីកែវកល្យាននិងតារាប្រុសស្រីមួយចំនួនទៀតផង
តាមរយៈរូបថតនៃការសម្ដែងចាស់ៗជាច្រើនសន្លឹកលោកសវណ្ណមនីបានបង្ហោះចែករំលែកនៅលើគណនី Facebook ផ្ទាល់របស់លោកភ្ជាប់ជាមួយពាក្យពេចន៍ថានឹករលឹកអនុស្សាវរីយ៍ជាច្រើននៅគ្រប់ទីកន្លែងកាលនៅយុវវ័យជាមួយមិត្តភ័ក្តិរួមចំនួនក្នុងនោះលោកក៏បានបញ្ជាក់ដែរថាការផុសរូបភាពចាស់ៗទាំងនេះឡើងវិញគឺដោយសារតែលោកមានការនឹករលឹកយ៉ាងខ្លាំងទៅដល់មិត្តភ័ក្តិទាំងអស់របស់លោកសង្ឃឹមថាលោកនិងមិត្តភ័ក្តិទាំងអស់នេះនឹងបានជួបគ្នានៅថ្ងៃណាមួយលោកពិតជាស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់តាមរយៈរូបភាពដែលលោកសវណ្ណមនីបានបង្ហោះនេះគេឃើញមានការចូលទៅខមមិនពីតារាជើងចាស់រួមចំនួនជាមួយលោកដូចជាលោកទេពរិនដារ៉ូនិងលោកយុត្តរាឆានីជាដើមបានសម្ដែងការនឹករលឹកចំពោះលោកដូចគ្នាផងដែរជាការកត់សម្គាល់លោកសវណ្ណមនីគឺជាអតីតតារាសម្ដែងមួយរូបធ្លាប់មានកេរ្តិ៍ឈ្មោះល្បីរន្ទឺផងដែរបើប្រៀបធៀបទៅនឹងតារាសម្ដែងរួមចំនួនល្បីៗកាលពីអំឡុងទសវត្សរ៍ឆ្នាំ80និង90អតីតតារាសម្ដែងលោកសវណ្ណមនីបានចូលប្រឡូកក្នុងវិស័យឧស្សាហកម្មសម្ដែងភាពយន្តតាំងពីឆ្នាំ1988ខណៈដែលខ្សែភាពយន្តរបស់លោកបានសម្ដែងមានរហូតដល់40រឿងក្នុងនោះរឿងដែលមានការគាំទ្រច្រើនមានដូចជារឿងព្យុះជីវិតរឿងចៅគីង្គក់រឿងបិសាចតណ្ហារឿងខ្លែងជីវិតរឿងចាប់ស្រុកនៅឯព្រៃរឿងស្នេហ៍ពីជាតិនិងរឿងជាច្រើនទៀតហើយលោកក៏បានសម្ដែងចម្រៀងកាយវិការជាច្រើនបទផងដែរលោកសវណ្ណមនីបានសម្រេចចិត្តឈប់ពីអាជីពសម្ដែងនេះនៅក្នុងអំឡុងឆ្នាំ1997ហើយបានចេញទៅសាងជីវិតថ្មីនិងមានគ្រួសារនៅលើទឹកដីសហរដ្ឋអាមេរិកមកទល់នឹងពេលបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះលោកសវណ្ណមនីកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយានិងកូនប្រុស2នាក់ក្នុងនោះដៃគូសម្ដែងស្រីដែលលោកតែងតែបានរួមសម្ដែងជាមួយមានដូចជាអ្នកស្រីអំពរទេវីអ្នកស្រីកែវកល្យានអ្នកស្រីហុកលក្ខិណាអ្នកស្រីពិសិដ្ឋពីលីកាអ្នកស្រីឯកអមរាអ្នកស្រីច័ន្ទដារាទីអ្នកស្រីអឹមសវណ្ណផល្លានិងអ្នកស្រីសុកសេរីមុំជាដើមចាប់ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីជីវប្រវត្តិអតីតតារាសម្ដែងភាពយន្តដ៏ល្បីលោកយុត្តរាឆានីនិងលោកសវណ្ណមនីដែលនាងខ្ញុំបានលើកយកមកអត្ថាធិប្បាយជូនពុកម៉ែបងប្អូនបានស្ដាប់ក៏ដូចជាទស្សនាក៏បានមកដល់ទីបញ្ចប់ហើយដែរនាងខ្ញុំក៏សូមខន្តីអភ័យទោសប្រសិនជាមានកំហុសខុសឆ្គងការលើសលួសពាក្យសម្ដីដោយប្រការណាមួយសូមអរគុណពីនាងខ្ញុំអឹមស៊ីវិគីមនីដួងចិត្ត